ខ្ញុំឆ្ងល់បំពយឯងដែរហើយចេះមើលមេស្វីតកើតហើយបើគាត់ស្វីតបំពយឯងទៅស្វីតជាមួយបងមួយថលលេខដែរទៅអត់គាត់សើគាត់នេះដូងទុំបើបងទាយដឹងថាទឹកដូងនៅក្នុងផ្លែដូងហ្នឹងមានប្រហែលប្រមាណបើបងទាយត្រូវយកខ្នាល់គ្នាពេញដូងអីអូនបាច់និយាយថាដូងទឹកប្រហែលជាអូនមួយស្លាបព្រាបាទមួយស្លាបព្រាបាទទឹកហ្នឹងដូងណាអត់ទឹកឥឡូវធ្ងន់អត់បើដូងខូចវាស្រាលហើយទឹកមានប៉ុន្តែទឹកពេញទឹករកលឺទេដោយសារវាសាច់មិនដូងមែនទេដូងអត់ពេញអត់ទឹកអូចៃគេណាអីគេចៃទេអូ my god អីគេចៃទេអូអានឹងមិនទឹកផងអូមកដែរហើយគេញ៉ាំបានអត់ញ៉ាំបានអានឹងមិនមែនខ្ទិះដូងទេអានឹងគឺជាដូងខ្ទិះអូស្មាតបងប្អូនខ្ញុំតាំងពីកាត់ពូម៉ែខ្ញុំតាំងជួបដូចជាមួយណាមិនមែនបងប្អូនតាំងជួបដែរនេះក៏ជាចំណុចតាក់ទាញសម្រាប់ទឹកដីរបស់បាត់ដំបងយើងដែរអញ្ចឹងបងប្អូនណានៅបាត់ដំបងធ្លាប់ស្គាល់ពីដូងខ្ទិះនៅអនុស្សាវរីយ៍ដូងខ្ទិះជួយ comment share ម្នាក់មួយហើយដើម្បីពុកម៉ែបងប្អូនគួរជ្រើសរើសផលិតផលប្រេងកាឡាកណោយកទៅប្រើប្រាស់ព្រោះប្រេងកាឡាកណោលើសពីប្រេងកាឡាធម្មតាជាផលិតផលសុទ្ធរបស់កូនខ្មែរចម្រាញ់ចេញពីធម្មជាតិ 100% ប្រេងប្រចាក់និងរកខាតឱសថជាច្រើនមុខបានឆ្លងកាត់មន្ទីរពិសោធន៍និងការជួយបញ្ជាការផលិតយ៉ាងត្រឹមត្រូវពុកម៉ែបងប្អូនដែលកំពុងមានបញ្ហាឈឺសន្លាក់ឈឺចាប់ដៃជើងឈឺក្បាលជង្គង់ឈឺចង្កេះរួយស្មារួយតែចង្កឬបងប្អូនឧស្សាហ៍ពុលទូពុលរលកមានបញ្ហាសត្វអិតទីលខំកុំភ្លេចប្រើប្រាស់នៅផលិតផលប្រេងកាឡាកណោខ្ញុំឆ្ងល់បំពយឯងដែរហើយចេះមើលមេស្វីតកើតហើយបើគាត់ស្វីតបំពយឯងទៅស្វីតជាមួយបងមួយថលលេខដែរទៅអត់គាត់សើគាត់គូគាត់ខ្លាញ់រៀនដីបងអូហើយចង់បំពយអត់ទាន់មានគូទេអត់ទាន់ហើយមើលទៅកាលមិនគិតគូគេអត់ដឹងអត់ចង់បានហើយដល់ពេលឃើញបងប្រុសបងស្រីគាត់កំពុងតែដូចថាផ្អែមល្ហែមនៅដងស្ទឹងសង្កែអញ្ចឹងគិតមិនហ្នឹងបងរៀងចង់ចំណាយគាត់ដែរនឹងចំណាយត្រង់ណាមើលចំណាយគូគាត់សំគ្នាម្លេះស្អាតគ្នាទេបងស្រីសុំដាក់ឧបករណ៍ស្រូបសលេងមកជំរាបសួរបងអត់ទេបងមកដល់ស្ទឹងសង្កែអញ្ចឹងនឹកឃើញបទចម្រៀងច្រើនបាទរបស់កវីជាច្រើនរូបជាពិសេសគឺលោកតាគង់ប៊ុនឈឿនបាទម្ចាស់ស្ទឹងសង្កែអត់ទេបងអញ្ជើញអង្គុយថ្ងៃនេះខ្ញុំមាន challenge មួយលេងមួយបងប្រុសបងស្រី challenge អីទេមកអង្គុយអង្គុយចិត្តមេមែនទិញមកញ៉ាំបងបងអង្គុយចិត្តមេបាទអូថ្ងៃហ្នឹងឡើងស្មើមេបងណាអង្គុយក្បែរនេះខ្ញុំអង្គុយអូពេលតែប្រៀនកូនមេខូចបងលោកញ៉ាខ្ញុំអត់ហ៊ានអង្គុយស្មើមេទេមកខ្ញុំអង្គុយអញ្ចឹងប៉ុន្តែមើលបងពៅខ្ញុំធ្វើបាបស្អាតខ្ញុំមិនមែនចាក់រុកទេមែនតើណាឥឡូវខ្ញុំមាន challenge អីចេះ challenge យកមកសួរបងប្រុសសួរចែនេះដងទុំមកលេង challenge ទៅញ៉ាំមិនបាននេះព្រីងអ្នកបាត់ដំបងនេះខ្ញុំពេញផ្ញើនេះអត់ challenge ទេបាទនេះព្រីងបាត់ដំបងហើយនេះដែលបងធ្លាប់ឮបទចម្រៀងបាត់ដំបងមានអ្វីឆ្ងាញ់ទេស្វាយខ្ទិះបាទនេះគឺស្វាយខ្ទិះរបស់អ្នកបាត់ដំបងស្វាយខ្ទិះនេះមិនមែនស្វាយគេញ៉ាំទុំទេភាគច្រើនគេញ៉ាំចាស់បាទហ្នឹងស្វាយខ្ទិះមិនស្វាយឆ្អែតអាស្វាយខ្ទិះអ្នកបាត់ដំបងបាទប៉ុន្តែអត់លៀនអូចម្រៀងអីគេនោះហ្នឹងមែនចាំសបក៏បានអាចចម្រៀងអីគេនោះហ៎បាទបាត់ដំបងមានអ្វីឆ្ងាញ់ទេអូមានហោហាបាត់ដំបងមានបងជាឆ្ងាញ់ទេបាត់ដំបងមានអ្វីឆ្ងាញ់ទេអូមានហោហាមិនខ្វាំងទេណាមានអ្វីខ្លាំងទៅកូននេះថាសូមមេត្តាអូយតអបរោចាំអីគេបងចាំស្ដាប់ខ្ញុំរកប្រាប់